Bàជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរខ្ញុំទិនហេពីការងារឥឡូវយើងចាប់ផ្ដើមបន្តដំណើរចេញទៅទៀតហើយបងប្អូនចេញទៅទៀតហើយថ្ងៃនេះគឺយើងទៅរកត្រីទៀតហើយទៅអូសគួនរកត្រីមុជចាប់ត្រីនៅក្រោមទឹកទៀតហើយសកម្មភាពខ្លះនេះថ្ងៃនេះយើងនឹងជិះកង់3ទៅជាមួយនឹងបងប្អូនពូពួកអីយើងទៅអូសគួនគឺយើងមានគ្នាចំនួន4នាក់អីចឹងយើងមាន4នាក់យើងអាចអូសបានបងប្អូនហើយសកម្មភាពខ្លះដូចជាយើងកំពុងតែរៀបចំដាក់លើកង់3ដើម្បីយើងបន្តដំណើរទៅហើយនេះគឺយើងមកដល់គោលដៅហើយឧបករណ៍យើងដូចជាសាមញ្ញបងប្អូនមិនសូវមានអីប្រហែលទេដូចជាដៃតពួកកៅអៅជាមួយនឹងរត់ដែលយើងមុជចាប់ត្រីហើយដែកហ្នឹងដូចជាយើងធ្វើឲ្យដូចជាវាប្រហែលជាមួយបាច់វាដូចជា20-30សរសៃដែកអីចឹងយើងអាចធ្វើឧបករណ៍បានបងប្អូនងាយស្រួលរកត្រីហើយដល់គោលដៅនេះដល់កន្លែងនេះដូចជាអត់សូវមានត្រីបងប្អូនកន្លែងដូចជារៀងស្ងាត់ព្រោះយើងមកក្រោយគេអញ្ចឹងហើយនេះបងប្អូននេះដូចជាបងប្អូនមើលពីចម្ងាយអធិស្ឋានពួកអីថតអត់សូវបានច្បាស់ព្រោះគាត់2នាក់នៅមុខដែលកំពុងអូសហើយខ្ញុំ2នាក់នៅក្រោយតាមចាប់ហើយចាប់អត់បានទេបងប្អូនមកដល់កន្លែងនេះគឺចាប់បានខ្លះត្រីរៀងកប់ខ្លះដល់កន្លែងនេះគឺកប់ឥឡូវពួកគាត់ចាប់បានត្រីមួយហើយបងប្អូនត្រីដកយ៉ាដូចជាមិនសូវធំទេដូចជាត្រីនឹងមួយដូចជាមួយខាំអីហ្នឹងមួយខាំឯងព្រោះត្រីយើងទូចដែរត្រីដកយ៉ាព្រោះខែយើងមកសាននេះអត់សូវបានត្រីធំបងប្អូនសាមុនត្រីរៀងធំសាននេះដូចជាស្ងាត់អស់មេឃភ្លៀងទឹកក៏ឡើងដល់ពេលអញ្ចឹងទៅយើងរកអត់សូវបានដែរដូចជាបាន5-6គីឡូឯងយើងមកសាហ្នឹងបើរឡងដូចជា20-25-30សានេះដូចអត់ហើយនេះគឺជាខ្ញុំផ្ទាល់នេះតែមួយចាប់បានមួយទេបងប្អូនបានមួយដែរតែអត់ធំទេបងប្អូនទេត្រីទូចដែរហើយយុទ្ធនាពីការងារទៅយើងចេះមករកលេងកំសាន្តអារម្មណ៍ទៅណាដើម្បីគប់គង់ជីវភាពហើយដល់កន្លែងនេះបងប្អូនគឺពូខ្ញុំនេះគាត់ជន់ត្រីគាត់ថាឲ្យមុជចុះត្រីនៅក្រុមជើងគាត់ពេលអញ្ចឹងខ្ញុំក៏មុជចុះឡើងមកចាប់បានមែនបងប្អូនបានមែនត្រីនឹងដូចជាមួយខាំជាងទេយើងមកសាននេះអត់មានត្រីធំបងប្អូនធំបំផុតគឺ3ខាំ4ខាំហើយកន្លែងនេះព្រោះកន្លែងនេះអ្នករកក៏ច្រើនហើយត្រីក៏អត់សូវមានហើយនៅកន្លែងនេះដូចជាខ្ញុំប៉ះបានមួយដែរខ្ញុំប៉ះដូចជាខ្ញុំជន់មួយតែអត់ឃើញហើយលទ្ធផលដែលយើងទទួលបានគឺបានប៉ុណ្ណឹងបងប្អូនហើយវីដេអូមានប៉ុណ្ណេះបងប្អូនសូមអរគុណច្រើនសូមជួយ like ជួយ share វីដេអូដើម្បីជាកម្លាំងចិត្តដើម្បីចេញវីដេអូបន្តទៀតបាយបាយបងប្អូនទាំងអស់គ្នាបាយបាយ